សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាព្រឹកនេះគឺថាមានអារម្មណ៍ស្រស់ស្រាយមែនទែនថ្ងៃក៏បើកស្រឡះល្អមិនស្រទុំដូចជាពីម្សិលមិញទេហើយនាងខ្ញុំដើរមកដល់ចំការភ្លាមឃើញផ្កានិរដីឬក៏ម៉ាឡាតៃឬក៏និរដីនឹងឯងជាពីថារីកក្លិនក្រអូបណាស់និយាយទៅនាងខ្ញុំស្រឡាញ់បំផុតគឺផ្កានេះឯងពុកម៉ែបងប្អូនផ្កានេះវាមានលក្ខណៈខុសពីនួនស្រីដែលមានច្រើនជាន់គឺអត់មានក្លិនក្រអូបទេហើយផ្កាមួយប្រភេទនេះគឺមានក្លិនក្រអូបហើយវាមានទំហំធំជាងនៅពេលដែលវារីកដំបូងគឺមានពណ៌សបន្ទាប់ពីបានមួយថ្ងៃឬក៏2ថ្ងៃវាប្រែទៅជាពណ៌លឿងនិយាយទៅនាងខ្ញុំចូលចិត្តណាស់ផ្កានិរដីនេះបើពីជំនាន់មុនណាពុកម៉ែបងប្អូននៅនឹងមុខផ្ទះរបស់នាងខ្ញុំគឺមានដើមធំនិយាយពីផ្កាឲ្យក្បោសស្អាតមែនទែនហើយក្លិនវាគឺថាក្រអូបតែម្ដងអូយនាងខ្ញុំចូលចិត្តណាស់តែដោយសារជំនាន់ហ្នឹងវាប៉ះពាល់ដល់យើងកែផ្ទះអីចឹងទៅយើងក៏មានការកាប់អញ្ចឹងទៅវាធ្វើឲ្យដាច់ពូជមួយរយៈទៅតែមួយរយៈនេះគឺនាងខ្ញុំទៅរកពូជផ្កាបុរាណខ្មែរយើងយកមកដាំបន្ថែមតែម្ដងមើលណារីកស្អាតណាស់ហើយព្រឹកនេះនាងខ្ញុំក៏មកបេះផ្កាពុតដើម្បីទុកយកទៅក្រងធ្វើជាភួងផុសបង្ហាញដល់ពុកម៉ែបងប្អូនមានបងប្អូនយើងជាច្រើនសំណូមពរឲ្យនាងខ្ញុំក្រងភួងបង្ហាញចែកជូនដល់ពួកគាត់ឲ្យបានឃើញព្រោះគាត់ចង់ចេះក្រងភួងដែរនិយាយទៅនាងខ្ញុំពុកម៉ែបងប្អូននាងខ្ញុំមិនមែនជាអ្នកជំនាញខាងក្រងភួងលក់ដូរអីទេប៉ុន្តែនាងខ្ញុំស្រឡាញ់អ្វីដែលជាវប្បធម៌របស់ប្រពៃណីខ្មែរយើងហើយនាងខ្ញុំជាមនុស្សម្នាក់ដែលទៅវត្តរក្សាសិលហើយនាងខ្ញុំមិនចង់ចំណាយលុយទិញផ្ការបស់គេដើម្បីយកទៅបូជាព្រះទៅនាងខ្ញុំចេះតែក្រងផ្កាដើម្បីយកទៅបូជាព្រះហើយការក្រងផ្កានេះពុកម៉ែបងប្អូនគឺជាវប្បធម៌ប្រពៃណីមួយដែលបង្ហាញអំពីអត្តសញ្ញាណជាតិរបស់យើងហើយសពថ្ងៃពុកម៉ែបងប្អូនអត់សូវមានអ្នកក្រងទេហើយអត់សូវមានអ្នកចាប់អារម្មណ៍ផងដែរអាការក្រងនឹងដល់ទៅពេលយើងចាប់ដើមមកងាកមកធ្វើគ្រប់គ្រងអ្វីដែលជាអត្តសញ្ញាណជាតិរបស់យើងមានប្រទេសទី2នោះវាថាវាចោតប្រហារយើងថាយើងលួចចម្លងរបស់វាតាមពិតរបស់អស់ទាំងហ្នឹងគឺជារបស់ខ្មែរយើងឯងដោយសារតែយើងមិនសូវគ្រប់គ្រងមិនសូវអើពើតែមួយរយៈនេះនាងខ្ញុំចាប់ដើមងាកមកធ្វើអ្វីដែលជារបស់ខ្មែរយើងគ្រប់គ្រងអ្វីក៏ដោយឲ្យតែជារបស់ខ្មែរយើងនាងខ្ញុំឈប់គ្រប់គ្រងអ្វីដែលជារបស់បរទេសហើយថ្ងៃនេះមកចង់បង្ហាញពុកម៉ែបងប្អូននេះផ្កាប្រភេទនេះពុកម៉ែបងប្អូនផ្កានិរដីនេះសពថ្ងៃក៏ចង់ដាច់ពូជអស់ដែរអត់សូវមានអ្នកដាំអត់សូវមានអ្នកអើពើទេប៉ុន្តែផ្កានេះមានក្លិនក្រអូបពុកម៉ែបងប្អូននាងខ្ញុំចូលចិត្តក្លិនរបស់វាណាស់ហើយចាយដបូងអញ្ចឹងសឲ្យក្បោសតែម្ដងបន្ទាប់មកទៅវាប្រែទៅជាពណ៌លឿងហើយចាប់ដើមរុះរយនាងខ្ញុំមិនថាផ្កាដែលមានក្លិនក្រអូបឬក៏អត់ក្រអូបអីគឺនាងខ្ញុំចូលចិត្តទាំងអស់ឲ្យតែផ្កាហើយនាងខ្ញុំក៏មានបំណងកែប្រែដីនៅត្រង់នេះពុកម៉ែបងប្អូននឹងធ្វើជាសួនផ្កាសួនបន្លែផ្លែឈើទុកថតចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានកំសាន្តផងដែរនាងខ្ញុំស្រឡាញ់អ្វីបែបធម្មជាតិចឹងឯងពុកម៉ែបងប្អូននិយាយទៅដីកន្លែងនេះនាងខ្ញុំត្រូវរៀបចំតាំងពី2ឆ្នាំមុនម្លេះដោយសារតែមានបញ្ហាសេដ្ឋកិច្ចផងហើយណាមួយសង្គ្រាមរវាងផ្ទះលេខ2ផងហើយមានបញ្ហាផ្សេងទៅនាងខ្ញុំអត់បានធ្វើដោយសារតែដីនេះពុកម៉ែបងប្អូនយើងអត់អាចដាំភ្លាមបានទេវាជាប្រភេទដីលិចទឹកហើយណាមួយដីរបស់នាងខ្ញុំគឺនៅកណ្ដាលគេដល់ពេលអញ្ចឹងទៅវាមានការលំបាកបន្តិចយើងសុំគេចូលដល់ពេលខែនេះវាចាប់ដើមភ្លៀងអញ្ចឹងយើងអត់អាចតាន់ចូលបានដូច្នេះចេះតែអូកាឡាអញ្ចឹងទៅរយៈពេលបន្តិចម្ដងប៉ុន្តែប្រហែលជាឆ្នាំមុខពុកម៉ែបងប្អូននឹងបានឃើញទីកន្លែងនេះคล้ายជាសួនផ្កានិងសួនបន្លែផ្លែឈើហើយចំពោះវីដេអូនេះពុកម៉ែបងប្អូនសូមជម្រាបលាត្រឹមនឹងចាំជួបនាងខ្ញុំនៅវីដេអូថ្មីបន្តទៀត